នៅក្នុងកម្មវិធីបង្រៀនភាសាអង់គ្លេសថ្ងៃនេះខ្ញុំនឹងបង្រៀនទៅដល់ពាក្យមួយចំនួនដែលតែងតែមានគេប្រើញឹកញាប់នៅក្នុងជាពិសេសនៅពេលដែលក្នុងវគ្គរៀនសូត្រដូចជាកម្មវិធីបណ្ដុះបណ្ដាលជាដើមដូចជាកម្មវិធីប្រជុំអីចឹងជាដើមដែរពាក្យនេះមានដូចជា for the sake of time because of time constraint because we have limited time ពាក្យហ្នឹងមានដូចគ្នាទេមានន័យថាដើម្បីឲ្យចំណេញពេលឬក៏ដោយសារយើងមិនមានពេលគ្រប់គ្រាន់ឬក៏យើងអាចបកប្រែបានថាដោយសារពេលវេលាមានកំណត់ខ្ញុំសូមនិយាយដោយសង្ខេបអីយ៉ាងដែរ for the sake of time I think I will tell you only brief information because of the time constraint I think we have to speak short today ឬក៏យើងអាចនិយាយថា because we have a limited time so I would like to request that each of you when you come to present your discussion please make it short ឬក៏ពាក្យមួយទៀតគេនៅពេលគេប្រើនៅក្នុងពេលចប់កម្មវិធីពាក្យនោះគឺច្រើនតែប្រើពាក្យដូចជា That's it for today thank you very much ពេលដែលយើងបកប្រែយើងមានន័យថាសម្រាប់ថ្ងៃនេះគឺមានតែប៉ុណ្្នឹងទេសូមអរគុណច្រើនឬក៏យើងអាចនិយាយថាថ្ងៃនេះយើងចប់ហើយសូមអរគុណបងឬក៏អស់លោកដែលបានចូលរួមនៅក្នុងថ្ងៃនេះ Let's call for today អាហ្នឹងក៏មានន័យថាឥឡូវនេះយើងសូមបញ្ចប់សម្រាប់ថ្ងៃនេះ Let's meet again tomorrow អញ្ចឹងយើងជួបគ្នាថ្ងៃស្អែកពេលដែលបកប្រែពេលដែលយើងឃើញពាក្យថា That's it for today Let's call for the day Let's meet again tomorrow ពាក្យនេះគឺមានន័យថាចប់ហើយបើយើងបកប្រែយើងមិនបាច់ចាំបកចំត្មងក៏បានដែរយើងប្រាប់ថាអញ្ចឹងសម្រាប់ថ្ងៃនេះយើងចប់អស់ហើយយើងអាចបកដោយសាមញ្ញអញ្ចឹងក៏បានទោះបីជាវាជា clear មួយណាក៏ដោយពាក្យថា touch on នេះមានន័យថាគេនឹងនិយាយអំពីអ្វីមួយឧទាហរណ៍កាលណាគេនិយាយថា I'm gonna touch on some basic information ក្នុងន័យនេះគឺមានន័យថាខ្ញុំនឹងនិយាយអំពីព័ត៌មានមូលដ្ឋានខ្លះ touch on នឹងមានន័យថានិយាយប៉ុន្តែលក្ខណៈជាសង្ខេប so today យើងអាចនិយាយចម្រុះអញ្ចឹងមកក៏បានដែរ yeah because of the time constraint ឬក៏ for the sake of time today I'm gonna touch on some basic information only ហើយបន្ទាប់ពីយើងនិយាយចប់នៅក្នុងពេលប្រជុំហើយយើងអាចនឹងនិយាយថា That's it for today thank you very much ladies and gentlemen let's call for the day I think if you don't have any question let's call for the day ឬក៏យើងអាចនិយាយបានថា if you don't have any more question let's meet again tomorrow have a nice evening and tomorrow I'm gonna touch on some more information about this ពាក្យមួយដែលគេតែងតែប្រើប្រាស់ sorry to interrupt មានន័យថាសូមទោសខ្ញុំសូមនិយាយកាត់បន្តិច sorry to interrupt but do I have a term for tomorrow term នេះគឺជា slang ដែលមានន័យថាជាភាសាខ្មែរជាភាសាអង់គ្លេសវា grammar វាអត់ទទួលស្គាល់ទេប៉ុន្តែ term នេះមានន័យថា interpreter អ្នកបកប្រែ sorry to interrupt សូមទោសសូមសួរបន្តិចឬក៏សូមនិយាយកាត់បន្តិច but do I have a term for tomorrow តើខ្ញុំមានអ្នកបកប្រែទេសម្រាប់ថ្ងៃស្អែកដូច្នេះ clear នេះគឺជាគេថា sorry to interrupt but I'm gonna touch on that's it for today let's call for the day
let's meet again tomorrow for the time constraint for the sake of time because of time constraint because we have limited time ទាំងអស់នេះគឺសិតតែជាពាក្យដែលខ្ញុំមកចង់បង្ហាញសម្រាប់ជាកម្មវិធីបង្រៀនភាសានៅក្នុងថ្ងៃនេះ